Chà,ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះស្ងាត់មែនតើដោយសាររដូវបាល់ហើយណាងើបអត់រួចតែយ៉ាងណាក៏មានមនុស្សដែរចាយើងនៅតែថ្វាយបង្គំព្រះអង្គចាអញ្ចឹងមុនដែលយើងចូលរៀនព្រះបន្ទូលព្រះអង្គជាមួយគ្នាសូមអធិដ្ឋានសូមប្រពោពីព្រះអង្គបន្តិចចារំចាប់ព្រះយេស៊ូវឲ្យអរព្រគុណព្រះអង្គនៅវេលាព្រឹកនេះយើងខ្ញុំទាំងអស់គ្នាមានសេចក្តីអំណរហើយមានសុខភាពល្អទាំងអរព្រគុណព្រះអង្គជាពេលវេលាដែលយើងត្រូវមកថ្វាយបង្គំព្រះអង្គហើយយើងសរសើរដំណើរព្រះអង្គដោយបទចម្រៀងនិងរៀនព្រះបន្ទូលព្រះអង្គជាមួយគ្នាសូមព្រះអង្គបានប្រទានពរសម្រាប់យើងឲ្យយើងមានកម្លាំងមានប្រាជ្ញាគ្រប់គ្រាន់ក្នុងការពិចារណានៅព្រះបន្ទូលព្រះអង្គជាមួយគ្នាយើងសូមអរព្រគុណហើយសូមនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនចាខ្ញុំដឹងថាយើងរៀនព្រះបន្ទូលព្រះអង្គជាមួយគ្នារៀងរាល់អាទិត្យហើយបើសិនជាបងប្អូនណាបានកត់ត្រាទុកយើងរៀនច្រើនមែនទែនតាមដែលខ្ញុំបានចូលមកនៅក្រុមយុវជននេះខ្ញុំឃើញប្រធានបទល្អហើយបើសិនជាមានអ្នកកត់ទុកនឹងចាំដែរមានអ្នកចាំទេព្រះបន្ទូលព្រះអង្គយើងរៀនអីខ្លះចំណងជើងក៏បានមានអ្នកចាំអត់ចាថ្ងៃនេះយើងរៀនពីការស្ដាប់បង្គាប់ព្រះជាម្ចាស់ហើយវាមិនខុសគ្នាពីមេរៀនមុនទេប៉ុន្តែគ្រាន់តែយើងមានចំណុចខ្លះដែលយើងត្រូវតែដូចជាផ្ដោតនិងចាប់អារម្មណ៍ទៅលើព្រះបន្ទូលព្រះអង្គឬក៏ចំណុចសំខាន់ក្នុងការដែលយើងប្រកបតាក់ទងជាមួយព្រះអង្គឬក៏ត្រូវថ្វាយបង្គំព្រះអង្គយើងធ្វើយ៉ាងណានៅក្នុងជីវិតយើងដើម្បីឲ្យយើងបានលូតលាស់នៅក្នុងព្រះអង្គម្ចាស់ចាហើយយើងឃើញថាមេរៀនកន្លងមកមានការខ្ញុំបានចែកចាយខ្លះនៅតាក់ទងទំនាក់ទំនងជាមួយព្រះអង្គការថ្វាយបង្គំព្រះអង្គការអធិដ្ឋានហើយលោកគ្រូសកលខ្ញុំចាំបានពេលមួយគឺគាត់បង្រៀនពីការដែលយើងសិក្សាព្រះបន្ទូលតើយើងអានព្រះបន្ទូលហើយគួរពិចារណាធ្វើយ៉ាងម៉េចរៀនយ៉ាងម៉េចសិក្សាយ៉ាងម៉េចជាមួយនឹងព្រះបន្ទូលព្រះអង្គហើយលោកគ្រូប្រុសគាត់បង្រៀនច្រើនតាក់ទងទៅនឹងការភ័យខ្លាចព្រះបន្ទូលព្រះអង្គតើយើងគួរធ្វើយ៉ាងម៉េចហើយពេលមានសេចក្តីល្បួងមកយើងធ្វើយ៉ាងម៉េចហ្នឹងហើយលោកគ្រូដាពីអាទិត្យមុនគាត់បង្រៀនពីទុក្ខលំបាករបស់លោកយោបមានច្រើនហើយលោកគ្រូមួយទៀតមកពីសាលាកូពីនោះគាត់និយាយពីរឿងប្រាជ្ញាខ្ញុំចាំបានអញ្ចឹងចំណុចសំខាន់មែនតើបើសិនជាយើងបានកត់ឬក៏យើងចាំចាចំណុចសំខាន់ល្អហើយថ្ងៃនេះខ្ញុំក៏មានព្រះបន្ទូលព្រះអង្គតេតតនឹងការស្ដាប់បង្គាប់ព្រះអង្គហើយយើងដឹងថាជីវិតរបស់ផងយើងម្នាក់នៅពេលដែលយើងចង់តំណែងជាមួយព្រះអង្គដូចតាមការអធិដ្ឋានមែនទេឃើញសញ្ញាព្រួញយើងបាញ់ទៅលើហើយព្រះអង្គមានបន្ទូលមកយើងតាមការសិក្សាព្រះបន្ទូលព្រះអង្គប៉ុន្តែដែលកំលឹះសំខាន់ក្នុងការលូតលាស់របស់ផងយើងបើសិនយើងគ្រាន់តែស្ដាប់មិនគ្រប់គ្រាន់ទេតើតែយើងយកវាមកអនុវត្តប្រចាំថ្ងៃរបស់ផងយើងដែរដោយសារខគម្ពីរយ៉ាកុបចំពុក1ខ2បាននិយាយថាចូលឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅកុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះហើយបញ្ឆោតខ្លួនវិញនោះឡើយចានេះជាព្រះបន្ទូលព្រះអង្គដែលដាស់តឿនយើងនៅវេលាព្រឹកនេះតែព្រះអង្គថាកុំឲ្យតែយើងស្ដាប់ហើយយើងត្រូវប្រព្រឹត្តហើយបញ្ឆោតខ្លួនខ្ញុំលើកឧទាហរណ៍រឿងមួយខ្ញុំចាំបានថានៅពេលដែលខ្ញុំរៀនឆ្នាំ2010 2009ដល់2010មួយឆ្នាំជាងខ្ញុំរៀននៅស្ពានសន្តិភាពគេរៀនមក3ថ្ងៃកន្លះក្នុងមួយអាទិត្យមួយខែម្ដងអញ្ចឹងរយៈពេលយូរមួយឆ្នាំជាងហើយខ្ញុំនៅជាមួយនឹងក្រុមរបស់ខ្ញុំហ្នឹងគេមានក្រុមធំប៉ុន្តែគេចែកក្រុមដែរដូចគ្នាហើយគាត់មកពីបណ្ដាអង្គការផ្សេងហើយម្នាក់ហ្នឹងគាត់នៅជាមួយខ្ញុំហើយគាត់អានព្រះបន្ទូលគាត់អត់ទូឋានគាត់និយាយទៅគាត់ចែកចាយបើយើងឃើញទង្វើរបស់គាត់គឺជាមនុស្សម្នាក់ដែលគាត់គឺថាជាក្រុមជំនុំចាស់ចាជាអ្នកដឹកនាំទៀតប៉ុន្តែថ្ងៃមួយដល់រៀនយូរទៅខ្ញុំសួរគាត់ខ្ញុំឃើញបងល្អមែនតើហើយព្រះអង្គបងជឿព្រះអង្គតាំងពីឆ្នាំណាមកយើងព្រះអង្គចូលគង់ក្នុងជីវិតខ្ញុំសួរចំណុចនេះមួយអត់ទេក្នុងចំណុចនឹងមួយគឺខ្ញុំអត់ដែរជាងព្រះអង្គចូលគង់ក្នុងជីវិតទេយ៉ាងម៉េច
ta dân cơ tha rộp tha bánh chào khuôn rồi ọt chà nhưng cơ tha quát bánh chào tăng pre bánh chào tăng manu vì bố quát ọt ban riêng của ông châu cung nông chỉ vật tê thiệt bất có ọt ban chư pre tê đi hai chia mù là hai đại dân chỉ kri bò sát khá cái dân khơi quát mau pre về here ta bảo bật bọc hồng quát rô tật đưa cam về thịt xem bên tay pe khá của ọt ban snap ấy sao hai pe khá nhom ọt tha của giới của nhom ọt này ban hiện từ cầu ấy của man tỉ nhom nơi ta càng một cái nhom ọt trong như vậy thà trong dùng chôn dương thôi chẳng này bên tay nhom khơi khá tha quát mau pre về here bên tay pe riêng pe ấy chẳng cam về thịt ấy chẳng bàn bên tay pe ati bái đại chẳng bàn đôi khi này đại tại dương bánh chao khuôn bánh chao pre rồi có bánh chao mà lục rồi có bánh chao khuôn ai anh nâng su khuôn ai nhom ọt đằng bên tay pre bên tu của ông tha cầm áo bánh chao khuôn lại tại dương còn tại an pre cầm pi cục còn đại tế hai pe dương an pre bên tu của ông hái tại dương miền phía cách ở vậy tới phơi tiệt ní pre bên tu của ông này dây yang chập bà mẹ nhom dây thế nó nè na đại ban miền bánh nhạt rồi bọc nhom hai cánh tám cứ nè nô hai đai sờ lạnh nhom bị thạch nhom ní sầm đai tới lơ presu ai nè na sờ lạnh nhom nó cứ chỉ ti sờ lạnh này prevo bả đa nhom hai nhom nâng sờ lạnh nè nô đai hai có sầm đai luôn ao nè nô squat pom chả nhom ban highlight xó thà bà nè na sờ lạnh vừa tam bỏ óng đập vào qua bỏ óng bị thà bà nhạt ní đập bằng cốp từ tam pre bên tu của óng cứ nè nướng sờ lạnh của óng hai bao sờ lạnh của óng cứ đôi sờ lạnh pre vô về đà hai bao sờ lạnh nhóm nướng sầm đáy ao nè nung bàn khởi sầm đáy ấy sầm đáy đây sờ lạnh à lâu bà sân chi dương sờ lạnh nhà nam mà nè dương chu chất ao ấy kì đập bay sờ lạnh đây sờ lạnh vậy là ao cá tháo rồi có ao ấy kì ao ẩm nôi chả ao ẩm nôi chẳng bà dương chỉ ti sờ lạnh này pro về đa rồi có ông presu ông ao ấy dương ông nước bóng hai người dương khơi hai ta vậy đại bà dương can tam pre bên tu của ông dương stop bằng co của ông ban là tập hall ấy pre bên tu của ông vì vậy hai son là giả này không pre của pi thằng ba mẹ ná can tam bà nhập nhóm stop của ông nú nâng nơi chỉ muối không thế đây sờ lạnh rồi bỏ nhom đôi chỉ nhom bàn can tam bà nhập này pre vô về đa nhom hai nữ chốt nông sẽ đây sờ lạnh rồi bỏ rùng này cái lại ní của ông bằng riêng chừng nhóm miền này thà presu ông tha của ông cũng cắn tam bà nhập rồi vô về đa đây hai nữ chốt nữ nông sẽ đây sờ lạnh rồi bỏ ông bằng hai nơi cái lại nè nè na đần nơi của pi râu dừng đằng cho bà nè na có sâu bà này bắt chua rồi bỏ ông bờ bát cứ chia sẽ đây sờ lạnh ní chi bẩn nhạt của bò phong của ông đại của ông bạn đặng máu tham presu tới tại cho một phan đấy riêng một phan đấy nằm bay sự cốt chùm đua ở bờ bạc hai presu bàn thưa mày nè bà presu cho nó cạp xanh cho sừng cua mình đúng cái pi sự cốt ông có chỉ pre để vô phải đá chỉ pre thưa ban ông chụp ấy của ban này thưa ấy của ban này bên tay của ông đắp bông cốt rồi vô về đà tới tay sụt cột đôi chân này của ông sụt cột ní chia cùng rupi presu chẳng hai ban của ông tha ban này na can tam của ông bên nhà của ông ban sẽ cái đây sửa lại hay sẽ cái đây sửa lại nuôi dần mình sau bây giờ mở sửa lại bật tọt ông sao này dài chả có pi cháu tuy giờ cái thang cho cuộc môi đó kho bảy bà sân chia không prang snap tam pre bên tu này pre vô về đá chỉ pre này ấy oi bị chặt prom tangประหยัด nâng pro tam tang bẩn nhạt trùng đại anh bằng qua oi dal anh nơi ngày ní nút pre vô pre Jehovah chỉ pre này ấy trùng nâng lơ anh oi chỉ của lơ chiêng tang sa nơi phản đây tang phần này chả nhưng ban hai lái nhưng thà bà dân đắp đan tép tu bỏ ống ở ốc bị chất hai phải giả tiền
នឹងការប្រព្រឹត្តទាំងបញ្ញត្តិរបស់ព្រះអង្គលើកយើងសូមឆ្លើយបន្ទាប់នៅខ2រួចអស់ទាំងព្រះពរទាំងនេះនឹងបានផ្សាយមកលើឯងហើយរត់មករកឯងផងបើឯងនឹងស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងនឹងមានពរនៅក្នុងក្រុងហើយនឹងមានពរនៅស្រែចម្ការដែរនេះជាព្រះបន្ទូលសន្យាបើយើងស្ដាប់តាមបញ្ញត្តិព្រះអង្គស្ដាប់តាមព្រះអង្គឲ្យពរហើយគ្រប់ទាំងប្រពោទាំងអស់ហ្នឹងនៅកន្លែងណាធ្លាក់ពីលើមេឃមែនទេតាមតែដែលយើងធ្វើការរកស៊ីអ្វីដែលយើងកំពុងតែរស់នៅរាល់ថ្ងៃហ្នឹងព្រះអង្គឲ្យប្រពោមកយើងតាមរយៈហ្នឹងប៉ុន្តែព្រះអង្គមានលក្ខខណ្ឌអីស្ដាប់តាមបង្គាប់ព្រះអង្គខ្ញុំគិតថានេះជាកលឹះមួយដែលគ្រីស្ទបរិស័ទជាច្រើនអត់បានស្គាល់គុណសោនៃព្រះពរព្រះអង្គគុណសោព្រះពរព្រះអង្គគឺស្ដាប់បង្គាប់បើយើងចង់ចូលទៅក្នុងផ្ទះណាយកអ្វីឬក៏បានអីយើងត្រូវការសោចូលមែនទេគេមិនឲ្យយើងចូលទៅងាយទេយើងត្រូវដឹងកលឹះក្នុងការទទួលដូចយើងធ្វើការចឹងយើងត្រូវយកអីទៅដូរយកចំណេះដឹងជំនាញដើម្បីទៅដូរយកលុយឬក៏ប្រាក់ខែនឹងមកអញ្ចឹងព្រះអង្គឲ្យយើងថាបើយើងស្ដាប់បង្គាប់ព្រះអង្គយើងបានប្រពោហើយព្រះបន្ទូលព្រះអង្គដែលកុហកយើងឯងនៅពេលដែលព្រះអង្គសន្យាចឹងយើងមើលនៅក្នុងព្រះគម្ពីរដែលយើងសិក្សាកន្លងមកយើងដឹងថាអូផែនការព្រះអង្គតាំងពីកំណើផែនដីមករហូតមកដល់ជំនាន់ណូអេឬក៏ជំនាន់ព្រះយេស៊ូវព្រះអង្គកើតមកជាមនុស្សឃើញផែនការព្រះអង្គបានសម្រេចទាំងអស់ហើយនៅក្នុងខគម្ពីរណាដែលព្រះអង្គបានសម្រេចហើយព្រះអង្គដូចជាកុហកយើងឯងអត់មានសោះអញ្ចឹងបើសិនជាយើងមនុស្សយើងកុហកម្ដងពីរដងយើងអត់ជឿទេណាបើនិយាយថាចាំខ្ញុំឲ្យប៉ុន្តែលើកអត់កុហកម្ដងអត់ឲ្យអំណោយឬក៏អីមួយយើងជឿជាក់ថាយើងអត់ជឿជាក់ទេប៉ុន្តែព្រះអង្គស្មោះត្រង់ព្រះអង្គនឹងឲ្យប៉ុន្តែនៅពេលដែលយើងចង់ស្ដាប់បង្គាប់ព្រះអង្គតើយើងបានកម្លាំងនឹងមកពីណាដើម្បីឲ្យបានសំតាមបំណងបហាតីព្រះអង្គព្រោះបើសំតាមបំណងបហាតីព្រះអង្គទើបយើងបានប្រពោនឹងយើងបានកម្លាំងនឹងមកពីណាប៉ុន្តែព្រះអង្គឲ្យទៀតព្រះគម្ពីរព្រះអង្គឆ្លើយមកយើងទៀតនៅភីលីបចំពុក2ខ21ត្បិតគឺព្រះហើយដែលបណ្ដាលឲ្យចិត្តអ្នករាល់គ្នាឲ្យមានទាំងចំណងចង់ធ្វើហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះハរតីទ្រង់ដែរយើងអរព្រគុណព្រះអង្គដែលយើងមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើងដែលព្រះអង្គជាអ្នកនាំជាអ្នកដឹកនាំយើងដូច្នេះយើងសូមថ្វាយការសោយរាជ្យរបស់ព្រះអង្គគឺព្រះវិញ្ញាណបរិសុទ្ធសូមយាងគ្រប់ក្នុងជីវិតឬក៏បារាំងជីវិតរបស់យើងដើម្បីឲ្យយើងអាចមានការដឹកនាំដោយព្រះអង្គផ្ទាល់ទើបព្រះអង្គបណ្ដាលនេះឃើញទេបណ្ដាលចិត្តឲ្យយើងចង់ប្រព្រឹត្តតាមបំណងបហាតីព្រះអង្គបើសិនជាយើងសោយរាជ្យនៅបល្ល័ង្កចិត្តរបស់ផងយើងអត់ស្ដាប់បង្គាប់ព្រះអង្គសោះប៉ុន្តែបើសិនជាយើងមានពិតជាយើងមានព្រះអង្គនៅក្នុងជីវិតសូមយាងព្រះអង្គចូលក្នុងជីវិតសោយរាជ្យនៅក្នុងជីវិតបល្ល័ង្កចិត្តរបស់ផងយើងគឺយើងមានបំណងចង់មកប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គចា៎ដូច្នេះខ្លីបើយើងស្ដាប់ព្រះអង្គស្ដាប់បង្គាប់ព្រះអង្គយើងទទួលបានពពកខ្លីស្រួលមានន័យថាយើងស្ដាប់បង្គាប់ព្រះអង្គយើងក៏បានពពកចង់បានទេបងប្អូនចាវាជាកលឹះមួយជាកូនសោមួយដែលយើងទទួលបានពពកហើយគ្រីស្ទបរិស័ទជាច្រើនគាត់អត់បានមានសោនឹងទេហើយគាត់ស្រែកថាគាត់ចង់បានប្រពោមានក្មេងម្នាក់គាត់និយាយថាអ្នកគ្រូសូមជួយអធិដ្ឋានឲ្យខ្ញុំផងដើម្បីឲ្យខ្ញុំបាននេះប៉ុន្តែនៅពេលដែលខ្ញុំមើលទៅគាត់អត់ដែលស្ដាប់បង្គាប់ព្រះសោះកុំថាឡើយស្ដាប់បង្គាប់ព្រះសូម្បីតែស្ដាប់បង្គាប់មនុស្សដែលខ្ញុំជាអ្នកជួយគាត់អត់ទាំងស្ដាប់បង្គាប់ផងប៉ុន្តែគាត់ប្រាប់ថាសូមជួយអធិដ្ឋានឲ្យខ្ញុំផងនេះជាបញ្ហាចាអញ្ចឹងការស្ដាប់បង្គាប់ការប្រព្រឹត្តដោយប្រយ័ត្នយើងដឹងហើយថាស្ដាប់បង្គាប់អ្វីខ្លះទៅតាមព្រះបន្ទូលព្រះអង្គដូច្នេះខ្លីស្ដាប់បង្គាប់ព្រះអង្គទទួលបានព្រះពរ